ពុជាបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខយោធិនខ្មែរទាំង18រូបដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់ថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួនឯកឧត្តមទេសរដ្ឋមន្ត្រីលីធុចអនុប្រធានទី1អាជ្ញាធរមានកម្ពុជាបានស្នើសុំឲ្យអង្គការកាកបាទក្រហមអន្តរជាតិ ICRC បន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើការពីថ្ងៃទី1ខែធ្នូឆ្នាំ2025កំឡុងពេលដែលជួបពិភាក្សាការងាររវាងឯកឧត្តមនិងលោក Jis Kasboner អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ ICRC ខណៈឯកឧត្តមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ានៅទីក្រុងសេណែលប្រទេសស្វីសឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណទៅដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានផ្ដល់កិច្ចសហការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅក្រោមការឃុំគ្រងដោយខុសច្បាប់អន្តរជាតិរបស់យោធាថៃឯកឧត្តមក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពជាការឆ្លើយតបលោក Jis Kasboner បានលើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើជាការបន្តចំពោះបញ្ហានេះជាមួយនឹងគ្រប់ភាគីដែលពាក់ព័ន្ធសូមបញ្ជាក់នៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ